សម្រាប់បងប្អូនណាខ្លះដែលគាត់ចូលចិត្តញ៉ាំផាក់ឡូវក៏ប៉ុន្តែអត់ដឹងពីរបៀបធ្វើតាមពិតថាតិចនៃការធ្វើផាក់ឡូវហ្នឹងគឺអត់មានអីពិបាកទេបងប្អូនគឺងាយស្រួលមែនទែនក្លិនក៏ឈ្ងុយជាពិសេសនេះគឺសាច់ផាក់ឡូវរបស់យើងពណ៌ឡើងស្អាតមែនទែនចំពោះការធ្វើរបស់ខ្ញុំហ្នឹងគឺអត់មានអីពិបាកទេជាដំបូងគេគឺយើងត្រូវតែមានជាមួយនឹងផ្កាច័ន្ទហើយនឹងឈើអែមគឺយើងលេងវាឲ្យមានក្លិនឈ្ងុយបន្តិចសិនដាក់ខ្ទឹមសចូលរំដេងហើយនឹងខ្ទឹមក្រហមមកបងប្អូនយើងកូរគ្រឿងទាំងអស់នេះតតែវាឡើងក្លិនឈ្ងុយខ្លាំងសិនចាំយើងដាក់ស្ករត្នោតនឹងចូលតាមក្រោយទៀតស្ករត្នោតពេលដែលយើងកូរទៅមិនត្រឹមតែមានពណ៌ស្អាតតែប៉ុណ្្នឹងទេរីឯក្លិនវិញគឺឈ្ងុយខ្លាំងមែនទែនចឹងហើយពេលដែលយើងធ្វើជាប្រភេទផាក់ឡូវបងប្អូនគួរតែប្រើជាមួយស្ករត្នោតបានណាគឺយើងកូរស្ករនេះតតែវាឡើងពណ៌ជើងក្រងហើយចាប់ផ្ដើមដាក់ទឹកត្រីចូលទឹកស៊ីអ៊ីវនឹងខ្ញុំប្រើចំនួន1ស្លាបព្រាកាឡាប៊ីចេង1ចុងស្លាបព្រាកាហ្វេហើយអំបិលវិញខ្ញុំប្រើចំនួន1ស្លាបព្រាកាហ្វេចំពោះរសជាតិការធ្វើផាក់ឡូវរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់ប្រើរសជាតិដិតទេបងប្អូនយកបែបរៀងឡំទេណាដោយសារតែខ្ញុំមានទឹកសៀងនៅខាងក្រៅទៀតដើម្បីញ៉ាំផ្ទាប់ជាមួយបន្ទាប់ពីខ្ញុំដាក់គ្រឿងក្រៅទាំងអស់នេះមើលទៅបានគ្រប់ហើយចាប់ផ្ដើមដាក់សាច់នឹងចូលទៅក្លុកជាមួយនឹងគ្រឿងផ្សំទាំងអស់នឹងតែម្ដងចំពោះការក្លុកសាច់ហ្នឹងក៏វាចេញជាតិទឹកមកបដាដែរបងប្អូនជាតិទឹកហ្នឹងគឺទឹកប្រៃរបស់ក្លិនជ្រូកហ្នឹងហ្មងណាអញ្ចឹងហើយយើងគ្រប់គម្របវាទុកចោលប្រហែលជា10នាទីអីសិនទៅចាំយើងបើកគម្របវាម្សៅទៀតដើម្បីឲ្យទឹកនឹងវារីងបានល្អពេលដែលទឹករីងគឺធ្វើឲ្យពណ៌សាច់ផាក់ឡូវរបស់យើងក៏ស្អាតល្អរីឯក្លិនវិញគឺឈ្ងុយមែនទែនចេញពីស្ករត្នោតនិងការចាំឈើអែមនឹងឯងរួចហើយខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកសាជាថ្មីម្ដងទៀតដើម្បីរំងាស់វាតែម្ដងបងប្អូនចំពោះការចាក់ទឹកចូលនេះសូមបញ្ជាក់បងប្អូនណាគឺយើងកុំឲ្យចាក់ច្រើនពេកលៃធ្វើមិនបានល្មមជាមួយនឹងសាច់នឹងបានទេណាជៀសវាងពេលដែលយើងប្រើទឹកច្រើនពេកយកទៅរំងាស់ក៏ធ្វើឲ្យពណ៌ផាក់ឡូវរបស់យើងក៏អត់សូវស្អាតដែរចំពោះការចាក់ទឹកជាលើកទី2របស់ខ្ញុំនេះគឺខ្ញុំប្រើពេលប្រហែលជា15នាទីបងប្អូនដើម្បីឲ្យផាក់ឡូវរបស់យើងកាន់តែងុំល្អហើយជាពិសេសគឺវាឆ្អិនទៀតចំពោះការធ្វើផាក់ឡូវបងប្អូនកុំឲ្យរំងាស់វាឲ្យផុយខ្លាំងពេកណាគឺយើងយកបែបរឿងនៅច្រាប់ទៅធ្វើឲ្យសាច់ផាក់ឡូវរបស់យើងញ៉ាំទៅអត់តលាន់ទេគឺញ៉ាំឆ្ងាញ់សាច់ផាក់ឡូវដែលយើងធ្វើឆ្ងាញ់ណាបងប្អូនគ្មានអីឈ្នះជាមួយនឹងហ៊ុនតូចហ៊ុនធំកាពះអណ្ដាតតិចហើយនឹងចំហនិយាយទៅគ្រឿងសាច់ប្រមាណមុខនេះធ្វើជាប្រភេទផាក់ឡូវគឺញ៉ាំឆ្ងាញ់មែនទែនហើយជាពិសេសពេលដែលយើងធ្វើឲ្យឡើងពណ៌ស្អាតក្រហមអញ្ចឹងរីឯក្លិនក៏ឈ្ងុយទៀតបងប្អូនអើយនិយាយពីថាញ៉ាំមួយម៉ាត់ណាក៏ឈ្ងុយពេញមាត់ដែរបន្ទាប់ពីខ្ញុំធ្វើគ្រឿងសាច់ផាក់ឡូវហើយងាកមកធ្វើជាមួយនឹងទឹកជ្រលក់វិញម្ដងសម្រាប់រសជាតិទឹកសៀងរបស់ខ្ញុំនេះគឺខ្ញុំធ្វើបែបរៀងប្រៃផ្អែមមានជាតិជូរតិចចេញពីផ្លែក្រូចអាំង៉ូវកាលណាយើងធ្វើទឹកសៀងមានក្លិនក្រូចអាំង៉ូវអញ្ចឹងគឺឆ្ងាញ់មែនទែនបងប្អូនញ៉ាំជាមួយនឹងផាក់ឡូវអត់ចេះតលាន់នេះហើយជាពិសេសក្លិនហ្នឹងក៏ឈ្ងុយខ្លាំងដែរសម្រាប់ការធ្វើទឹកជ្រលក់របស់ខ្ញុំនេះគឺខ្ញុំធ្វើបែបរៀងខ្លីកាត់ទេដោយសារតែអត់ចង់ឲ្យក្នុងវីដេអូនឹងវាវែងពេកចុះអញ្ចឹងហើយមានការបង្ហាញតែប៉ុណ្្នឹងទេចាឥឡូវនេះការបង្ហាញពីរបៀបធ្វើផាក់ឡូវរបស់ខ្ញុំក៏បានរួចរាល់អស់ហើយបើសិនជាបងប្អូនចង់ធ្វើញ៉ាំអីកុំភ្លេចសាកធ្វើតាមវិធីមួយនេះបានណាធានាឲ្យថាផាក់ឡូវពណ៌ក៏ស្អាតរសជាតិនឹងក៏ឆ្ងាញ់ទៀតថ្ងៃស្អែកយើងជួបគ្នាសាជាថ្មីម្ដងទៀតអរគុណ